Once upon a time in a small village, there lived a girl named Lily. She had bright blue eyes and a smile that could light up the darkest days. Every morning, she would walk to the market, humming a sweet tune. One day, while picking flowers, she met a boy named Jack. He had messy brown hair and a kind heart. Jack was shy but brave. He asked Lily if she wanted to share a picnic by the river. វីដេអូដែលខ្ញុំទើបតែបានបង្ហាញបងប្អូននៅបាញ់មិញនេះគឺជាវីដេអូដែលបង្កើតដោយ AI សុទ្ធសាធតែម្ដងអញ្ចឹង AI មួយនេះគឺមានសមត្ថភាពក្នុងការដែលអាចធ្វើបទបង្ហាញឬក៏ធ្វើការអានព័ត៌មានឬក៏ធ្វើការនិទានរឿងឲ្យយើងបានអញ្ចឹងបើសិនជាបងប្អូនចង់ដឹងអំពីរបៀបថាតើយើងធ្វើបែបណាដើម្បីឲ្យយើងអាចធ្វើ AI មួយដែលអាចធ្វើបទបង្ហាញឬក៏អានព័ត៌មានបែបនេះបានគឺសូមបងប្អូនធ្វើការតាមដានជាមួយនឹងខ្ញុំដូចតទៅចឹងដំបូងឡើយគឺសូមបងប្អូនបានចូលមកកាន់ website មួយដែលមានឈ្មោះថា AI Studios ខ្ញុំនឹងដាក់ link នៅក្នុង description បើសិនជាបងប្អូនត្រូវការចូលទៅកាន់ website នេះចឹងបងប្អូននៅពេលណាដែលបងប្អូនចូលមកដល់ website នេះជាលើកដំបូងគឺវាតម្រូវឲ្យបងប្អូនធ្វើការ sign up ជាមុនសិនអញ្ចឹងដើម្បីធ្វើការ sign up គឺបងប្អូនត្រូវមាន account Gmail មួយហើយដំណើរការនៃការ sign up នោះគឺมันមានអ្វីស្មុគស្មាញទេដោយគ្រាន់តែបងប្អូនចុចពាក្យថា sign up ជាមួយនឹង account Google របស់បងប្អូនទៅហើយបន្ទាប់មកគឺមាន2 3ជំហានដែលបងប្អូនធ្វើតាមការណែនាំរបស់គេទៅគឺជាការស្រេចតែម្ដងក្រោយពីពេលដែលបងប្អូនបានធ្វើការ sign up រួចរាល់បងប្អូននៅមកដល់ជំហាននេះគឺមកដល់ទំព័រមួយនេះមកដល់ទំព័រមួយនេះដើម្បីឲ្យ AI ធ្វើការអានព័ត៌មានឲ្យយើងឬក៏ធ្វើបទបង្ហាញឲ្យយើងអញ្ចឹងដំបូងឡើយគឺបងប្អូនសូមចុចមកកន្លែងពាក្យ Home នៅកន្លែងនេះហើយបងប្អូននឹងឃើញមាន menu នៅកន្លែងនេះអញ្ចឹងបងប្អូនត្រូវចុចទៅលើពាក្យថា AI Avatar អញ្ចឹងនៅពេលដែលបងប្អូនចុចលើ AI Avatar បងប្អូននឹងឃើញមានជម្រើសជាច្រើនប៉ុន្តែដើម្បីសម្រេចទៅតាមវីដេអូដែលខ្ញុំបានបង្ហាញបងប្អូននៅបាញ់មិញនេះគឺបងប្អូនចុចមកខាងក្រោមហើយយកកន្លែង section មួយដែលមានឈ្មោះថា Start with an Avatar នេះហើយបងប្អូនរើសយកមនុស្សម្នាក់អញ្ចឹងបងប្អូនស្រឡាញ់តួអង្គមួយណាគឺបងប្អូនយកតួអង្គមួយហ្នឹងទៅណាបាទគឺមានតួអង្គច្រើនអញ្ចឹងបងប្អូនចង់រើសតួអង្គមួយណាបងប្អូនយកតួអង្គមួយហ្នឹងទៅហើយតាក់ទងជាមួយនឹងតួអង្គនេះផងដែរដោយសារតែយើងប្រើនេះគឺយើងប្រើជាលក្ខណៈ free ទេអញ្ចឹងបើសិនជាបងប្អូនយកតួអង្គខ្លះប្រហែលជាវាទាមទារឲ្យយើងត្រូវការបង់លុយអញ្ចឹងសម្រាប់ខ្ញុំនេះក្នុងលក្ខណៈដែលយើងប្រើ free គឺខ្ញុំសូមយកតួអង្គទី1នេះដើម្បីយកមកធ្វើជាឧទាហរណ៍ដើម្បីបង្ហាញដល់បងប្អូនទាំងអស់គ្នាអញ្ចឹងយើងរើសតួអង្គដែលសម្រាប់ធ្វើបទបង្ហាញឲ្យយើងមកអញ្ចឹងយើងរើសមកបាទយើងចុចលើគាត់មួយមក Hello, my name is Ian and I am an avatar developed by Deep Brain AI. Let's make a video together. បាទអញ្ចឹងនៅពេលណាដែលយើងរើសយក avatar មួយហ្នឹងគឺគាត់នឹង preview ឲ្យយើង preview ដែលរបៀបដែលគាត់និយាយ preview ពីរូបភាពរបស់គាត់ថាគាត់និយាយយ៉ាងម៉េចគាត់ធ្វើមុខមាត់យ៉ាងម៉េចអញ្ចឹងណានេះជា preview អញ្ចឹងប្រសិនបើយើងស្រឡាញ់ពេញចិត្តនៅ avatar មួយហ្នឹងគឺបងប្អូនត្រូវចុចបន្តទៀតគឺយកពាក្យថា try this model អញ្ចឹងបងប្អូនចុចទៅលើពាក្យថា try this model មកហើយបន្ទាប់មកគឺបងប្អូនសូមរងចាំបន្តិចដើម្បីឲ្យយើងឈានដល់ជំហានបន្តទៀតអូខេអញ្ចឹងមកដល់កន្លែងជំហាននេះគឺជាជំហានមួយដែលបងប្អូនអាចធ្វើការរៀបចំនៅវីដេអូរបស់បងប្អូនបានហើយអញ្ចឹងនៅបន្លោះកន្លែងនេះគឺជាកន្លែងដែលបងប្អូនអាចសរសេរបញ្ចូលនៅសាច់រឿងរបស់បងប្អូនឧទាហរណ៍ថាបើសិនជាបងប្អូនចង់ឲ្យគាត់អានព័ត៌មានគឺបងប្អូនត្រូវ copy នៅព័ត៌មានដាក់ចូលក្នុងបន្លោះហ្នឹងមកបាទនៅក្នុងបន្លោះហ្នឹងមកហើយគេកំណត់ឲ្យបងប្អូនចំនួន 20000 បាយណាបាទ 20000 បាយគឺ 20000 តួអក្សរអូខេអញ្ចឹងបងប្អូនអាច copy ចូលឬក៏បើសិនជាបងប្អូនចង់ឲ្យគាត់និទានរឿងគឺបងប្អូន copy រឿងចូលមកក្នុងនឹងតែម្ដងមកគឺគាត់នឹងចាប់ផ្ដើមធ្វើការនិទានរឿងឲ្យយើងហើយអញ្ចឹងឥឡូវនេះខ្ញុំបានរៀបចំរួចហើយគឺខ្ញុំចង់ឲ្យគាត់អានព័ត៌មានខ្ញុំមួយដែលព័ត៌មានខ្ញុំនេះគឺនិយាយអំពី the future of the world គឺអនាគតនៃពិភពលោករបស់យើងអញ្ចឹងឥឡូវនេះខ្ញុំសូម copy អត្ថបទរបស់ខ្ញុំមកតែម្ដងហើយខ្ញុំផាសចូលមកទៅបាទខ្ញុំសូមផាសចូលតែម្ដងអញ្ចឹងអត្ថបទនេះគឺនិយាយអំពី the future of the world គឺអំពីអនាគតនៃពិភពលោកយើងនឹងមានការកំណត់មួយចំនួននៅខាងនេះដែរបានមានតកតងជាមួយនឹង model នេះគឺបងប្អូនរើស model ដែលខ្ញុំបានបង្ហាញបងប្អូនអំបញ្ញមិញហើយតកតងជាមួយនឹង text បាទនឹង text អីហ្នឹងគឺបើសិនជាបងប្អូនអាចចុចលេងបន្ថែមបានណាតែសម្រាប់ខ្ញុំគឺអត់ទេខ្ញុំរើសយក model នេះហើយគឺប៉ុណ្ណឹងអូខេហើយបាទអញ្ចឹងមកដល់កន្លែងនេះបាទមកដល់ចំណុចកន្លែងនេះគឺបងប្អូនអាចចុច preview បានអញ្ចឹងនៅពេលដែលបងប្អូន preview នៅកន្លែងនេះបងប្អូននឹងមិនទាន់ឃើញរូបភាពរបស់យើងមានចលនាឡើយទេបងប្អូនចុចទៅគឺវាលើតែសំឡេងទេអញ្ចឹងដើម្បីឲ្យរូបភាពរបស់យើង
អានសំឡេងផងនិងមានចលនាផងបងប្អូនរងចាំនៅ step បន្តទៀតណាឥឡូវនេះយើងអាច preview បន្តិចសិនដើម្បីចង់ដឹងថាតើគាត់អានបានអត់ឥឡូវអត្ថបទរបស់យើងនេះដំបូងឡើយគេអានថា The future of the world is a topic that spark both excitement and concern as humanity stands at the crossroad of an precedented technological ហៅអញ្ចឹងមកអញ្ចឹងយើងចំណាំពាក្យថា The future of the world អញ្ចឹងជាមើលគាត់អានពាក្យហ្នឹងត្រូវអត់អូខេអញ្ចឹងយើងអាចចុចទៅលើពាក្យ play ហ្នឹងមកដើម្បីឲ្យគាត់ play សាកមើលសិននៅអត្ថបទរបស់យើងដែលយើងបានដាក់ឲ្យគាត់ហ្នឹងអញ្ចឹងសូមរងចាំបន្តិចគាត់កំពុងតែធ្វើការ generate ទៅលើអត្ថបទរបស់យើងហើយ The future of the world is a topic that sparks both excitement and concern as humanity stands at the crossroads of unprecedented technological, environmental, and societal changes. Advancements in artificial intelligence by បាទអញ្ចឹងយើងឃើញថាឥឡូវនេះការ preview របស់យើងគឺទទួលបានជោគជ័យមួយកម្រិតហើយបាទមួយជំហានហើយអញ្ចឹងយើងចូលទៅដល់ជំហានបន្តអញ្ចឹងយើងចូលទៅដល់ជំហានបន្តទៀតគឺបងប្អូនត្រូវចុចមកលើកន្លែងពាក្យថា export នេះបាទ export នេះដើម្បីយើងចាប់ផ្ដើមធ្វើការបង្កើតវីដេអូតែម្ដងអញ្ចឹងបងប្អូនចុចមកលើ export មកហើយបន្ទាប់មកទៀតគឺកន្លែងនេះគឺយើងអាចរើសតាក់ទងជាមួយនឹង entire video អញ្ចឹងយើងយកវីដេអូទាំងមូលទៅបាទវីដេអូទាំងមូលហើយបន្ទាប់មកកន្លែងនេះគឺយើងអាចរើសយក video quality អញ្ចឹងយើងអាចយក720ឬក៏48ឬក៏18អញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំយក18តែម្ដងគឺប្រភេទជាលក្ខណៈវីដេអូ full HD បាទអញ្ចឹងបន្ទាប់មកគឺយើងចុចទៅលើពាក្យថា export តែម្ដងទៅបាទចឹងក្រោយពីពេលដែលបងប្អូនចាប់ផ្ដើមធ្វើការចុចទៅលើពាក្យថា export ឥឡូវនេះ file របស់យើងគឺកំពុងតែ process ចឹងការ process នេះវាត្រូវការទាមទារនៅពេលវេលាមួយចំនួនដើម្បីឲ្យធ្វើការរួចរាល់បងប្អូនណាបាទអាចថាខ្ទង់ផែជាកន្លះម៉ោងអីជាងដែរអញ្ចឹងបងប្អូនអាចទុកចោលទៅបាទណាបងប្អូនអាចទៅរកកាហ្វេរកអីហូបអញ្ចឹងទៅហើយប្រហែលជាកន្លះម៉ោងក្រោយមកចាំបងប្អូនបកមកវិញទៅបងប្អូននឹងវីដេអូបងប្អូននឹងរួចរាល់ហើយអញ្ចឹងខ្ញុំសូមទុកវីដេអូនេះប៉ុណ្ណេះសិនហើយពេលណាដែលចប់ខ្ញុំនឹងបកមកបង្ហាញបងប្អូននៅលទ្ធផលចុងក្រោយវិញអូខេឥឡូវនេះវីដេអូរបស់យើងបានរួចរាល់ហើយអញ្ចឹងឥឡូវនេះយើងអាចចុចបងប្អូនអាចចុចទៅលើ view វីដេអូយើងសិនThe future of the world is a topic of both excitement and concern as humanity stands at the crossroads of unprecedented technological, environmental, and societal changes. Advancements in art បាទអញ្ចឹងយើងឃើញថាវីដេអូរបស់យើងគឺបានរួចរាល់ហើយយើងអាច preview បានអញ្ចឹងដល់ជំហានចុងក្រោយនេះគឺយើងធ្វើការ download វីដេអូនេះយកមកប្រើប្រាស់នៅលើ computer របស់យើងតែម្ដងអញ្ចឹងដើម្បីធ្វើការ download គឺបងប្អូនក្រឡេកមកមើលខាងលើបន្តិចនេះបងប្អូននឹងឃើញមានពាក្យថា download អញ្ចឹងបងប្អូនចុចទៅលើពាក្យថា download តែម្ដងទៅហើយបងប្អូនសូមរងចាំបន្តិចដើម្បីឲ្យការ download នេះមានដំណើរការរួចរាល់បាទអញ្ចឹងឥឡូវនេះវីដេអូរបស់យើងបាន download រួចរាល់ហើយអញ្ចឹងបងប្អូនមកមើលខាងលើនេះបាទគឺកន្លែងនេះគឺទើបតែ download អំបញ្ញមិញអញ្ចឹងបងប្អូនចុចទៅលើ folder នេះតែម្ដងមកហើយបន្ទាប់មកគឺយើងអាចបើកតេស្តមើលសិនបាទយើងបើកតេស្តមើលសិនThe future of the world is a topic that sparks both excitement and concern as humanity បាទអូខេអញ្ចឹងយើងឃើញថាការធ្វើនៅវីដេអូ AI របស់យើងគឺទទួលបានជោគជ័យហើយអញ្ចឹងខ្ញុំនឹងបង្ហាញវីដេអូលទ្ធផលចុងក្រោយនេះនៅក្នុងចុងវីដេអូបងប្អូនអាចនឹងមើលបានផងដែរអូខេអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយប្រសិនជាបងប្អូនមានចម្ងល់ឬក៏មានអ្វីដែលត្រូវការសួរបន្ថែមគឺបងប្អូនអាចឆាតមកខ្ញុំផ្ទាល់បានផងដែរអូខេចឹងហើយចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយខ្ញុំសូមជម្រាបលាសូមព្រះយេស៊ូវគ្រីស្ទប្រទានពរ The future of the world is a topic that sparks both excitement and concern as humanity stands at the crossroads of unprecedented technological, environmental, and societal changes. Advancements in artificial intelligence, biotechnology, and renewable energy are reshaping how we live, work, and interact. AI is poised to revolutionize industries from healthcare to transportation, while biotechnology promises breakthroughs in curing diseases and extending human lifespan. Renewable energy technologies, such as solar and wind power, are gradually replacing fossil fuels, offering hope for a sustainable future.
However, these advancements also raise ethical questions about privacy, job displacement, and the equitable distribution of resources. Climate change remains one of the most pressing challenges of our time. The future of the world depends on our ability to mitigate its effects through global cooperation, innovative solutions, and a shift towards sustainable practices. Rising sea levels, extreme weather events, and biodiversity loss threaten ecosystems and human livelihoods. The next few decades will determine whether we can achieve a balance between economic growth and environmental preservation. Societal changes are also shaping the future. Urbanization is accelerating, with more people moving to cities, creating opportunities for innovation, but also challenges like overcrowding and inequality. The rise of digital connectivity has transformed communication, education, and commerce, but it has also led to concerns about misinformation, cybercrime, and the digital divide. Ultimately, the future of the world will be shaped by the choices we make today. Collaboration across nations, industries, and communities will be essential to address global challenges. By embracing innovation, fostering inclusivity, and prioritizing sustainability, humanity can create a future that is not only technologically advanced but also equitable and resilient. The future is uncertain, but it is within our power to shape it for the better.